បាទគ្រប់ជំរាបសួរបងប្អូនអ្នកទស្សនានៅក្នុង Channel ស្រុកខ្មែរវិវជាទីគោរពរាប់អាននៅពេលនេះក្រុមការងារស្រុកខ្មែរវិវបានមកដល់បាទភ្នំជីសូបងប្អូនភ្នំជីសូគឺជាភ្នំកន្លែងតំបន់ទេសចរវត្តសាស្ត្រមួយរមណីយដ្ឋានទេសចរវត្តសាស្ត្រមួយនៅក្នុងភ្នំជីសូបងប្អូនចង់ដឹងថាភ្នំជីសូនៅទីណាអត់ប្រហែលជាបងប្អូនខ្លះស្គាល់ហើយថាភ្នំជីសូនៅខេត្តណាបងប្អូនខ្លះក៏មិនដែរស្គាល់ដែរដូច្នេះដើម្បីថាបន្ថែមឲ្យបងប្អូនស្គាល់ដូច្នេះក្រុមការងារស្រុកខ្មែរវិវបានមកដល់ទីតាំងភ្នំជីសូគឺស្ថិតនៅក្នុងភូមិដកពោឃុំរវៀងស្រុកសំរោងខេត្តតាកែវបងប្អូនចង់មកទស្សនាគឺតាមផ្លូវជាតិលេខ2ហ្នឹងហើយពីភ្នំពេញមកដល់ប្រហែលជាជាង60គីឡូហើយបើសិនជាមកពីទីរួមខេត្តតាកែវគឺប្រហែលជាជាង20គីឡូមកតាមផ្លូវជាតិលេខ2មកដល់ត្រង់ចំណុចវត្តប្រាសាទនាងខ្មៅបងប្អូនពីភ្នំពេញមកខាងឆ្វេងដៃចូលផ្លូវក្នុងផ្លូវចក្រស៊ូស្អាតបងប្អូនប្រហែលជាជាង5គីឡូតែប៉ុណ្ណោះនឹងមកដល់ភ្នំជីសូបងប្អូនឃើញទេភ្នំជីសូនៅខាងក្រៅខ្ញុំគឺក្នុងគ្នាក៏គេដាក់ដែរវត្តជារីសោផនខ្ញុំហៅថាភ្នំជីសូអញ្ចឹងមានន័យថានៅលើភ្នំជីសូគឺមានវត្តមួយគេហៅថាវត្តជារីសោផនភ្នំជីសូតោះបងប្អូនចង់ដឹងថាតើទេសភាពទស្សនវិជ្ជានៅលើភ្នំជីសូមានអ្វីខ្លះអស់បងប្អូនសូមអញ្ជើញទៅចូលរួមទស្សនាជាមួយក្រុមការងារសម្រាប់គឺបន្តទៅបាទសូមអញ្ជើញហើយបងប្អូនបានឃើញតម្រៃតាំងឲ្យចុះមកកន្លែងធំដាក់ធំមែនតើហើយនេះបងប្អូនឃើញគេដាក់វត្តគិរីសោផនហៅភ្នំជីសូដែលស្ថិតនៅក្នុងភូមិដកពោឃុំរវៀងស្រុកសំរោងខេត្តតាកែវបងប្អូនណាហើយនេះសិតកញ្ញាវត្តឡើងចុះមកពីភ្នំបងប្អូនណាភ្នំជីសូស្ថិតនៅឃុំរវៀងស្រុកសំរោងខេត្តតាកែវបើធ្វើដំណើរតាមរថយន្តពីភ្នំពេញតាមផ្លូវជាតិលេខ2កាត់តាមក្រុងតាខ្មៅស្រុកកណ្ដាលស្ទឹងស្រុកបាទីជាដើមមានចម្ងាយប្រហែល62គីឡូម៉ែត្រដោយប្រើរយៈពេលជាង1ម៉ោងរួចបត់ឆ្វេងចូលតាមផ្លូវលំវត្តប្រាសាទនាងខ្មៅមានចម្ងាយប្រហែល5គីឡូម៉ែត្រពីផ្លូវជាតិលេខ2បើធ្វើដំណើរពីទីរួមខេត្តចម្ងាយប្រហែល27គីឡូម៉ែត្រភ្នំជីសូជាភ្នំមួយមានកម្ពស់130ម៉ែត្រនៅលើភ្នំជីសូមានសំណង់ដែលកសាងលើភ្នំរួមមានវត្តគិរីសោភ័ណ្ឌប្រាសាទភ្នំជីសូរូបបដិមាព្រះពុទ្ធចូលបរិនិព្វានស្រះមុចលិនកន្លែងព្រះពុទ្ធសមាធិនិងអាស្រមព្រះគោព្រះកែវជាដើមនៅពេលនេះក្រុមការងារស្រុកខ្មែរវិវនឹងសង្ខេបខ្លះៗពីប្រវត្តិភ្នំជីសូជូនបងប្អូនទស្សនាដូចតទៅប្រាសាទភ្នំជីសូស្ថិតនៅក្នុងរចនាបថឃ្លាំងនិងបាពួនបើតាមសិលាចារឹកអាចឲ្យដឹងថាប្រាសាទនេះបានកសាងឡើងក្នុងអំឡុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1នៅដើមសតវត្សទី11នៅក្នុងរវាងឆ្នាំ1010ដល់ឆ្នាំ1012នៃគ្រិស្តសករាជបើគិតពីរាជព្រះអង្គរវាងឆ្នាំ1002ដល់ឆ្នាំ1050នៃគ្រិស្តសករាជប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនាគឺព្រះឥសូរបានជាគេថាប្រាសាទនេះកសាងដើម្បីឧទ្ទិសដល់ព្រះឥសូរពីព្រោះគេមានសំអាងលើចម្លាក់នៅលើហោជាងនិងផ្តែរដែលបានឆ្លាក់តាក់ទងទៅនឹងព្រះឥសូរអង្គុយជាមួយព្រះមហាក្សីនាងឧមានៅលើគោអ្នកទិននិងព្រះឥសូររាំជាដើមប្រាសាទនេះកសាងអំពីថ្មភក់និងថ្មលីប៉ូនីតប្រាសាទភ្នំជីសូកសាងឡើងតាមប្លង់តម្រៀបប្លង់លើអបណ្ដោយពីលិចទៅកើតរត់តគ្នារវាងក្រុមកណ្ដាលដែលនៅលើកំពូលភ្នំមានប្រាសាទសែនថ្មុលឬប្រាសាទថ្មោះថ្មុលគឺជាពាក្យបាលីសំស្ក្រឹតដែលមានន័យថាគោដែលសំដៅទៅលើគោនឹងទិនដែលជាយានជំនិះរបស់ព្រះឥសូរប្រាសាទសែនថ្មុលសម្រាប់តម្កល់គោនឹងទិនប្រាសាទរវាំងឬភូវាំង
និងទន្លេអ៊ុំទន្លេអ៊ុំដែលជាបារាយឬតំណាងឲ្យទន្លេគង្គាប្រើសម្រាប់ពិធីសិវលិង្គដើម្បីធ្វើពិធីលាងបាបក្រុមកណ្ដាលស្ថិតនៅលើកំពូលភ្នំព័ទ្ធដោយថែវជុំវិញមានខ្លោងទ្វារធំពីរនៅខាងលិចនិងខាងកើតនៅចំកណ្ដាលបរិវេណនៃប្រាង្គសក្ការៈមានប្លង់កាកបាទតលុយខាងកើតដោយមណ្ឌពនៅអមខាងមុខប្រាង្គសក្ការៈមានហោត្រៃដែលសពថ្ងៃគេហៅថាបណ្ណាល័យចំនួន2បែរមុខទៅទិសខាងលិចលុះសម័យក្រោយអង្គរភ្នំជីសូរក៏ជាទីសក្ការៈបូជារបស់អ្នកស្រុកក៏ប៉ុន្តែប្រាសាទនេះក៏បានប្រែក្លាយជាព្រហ្មញ្ញសាសនាមកជាសាសនាព្រះពុទ្ធវិញដោយសំណង់សក្ការៈបានកែប្រែមកជាចៃដីហើយមណ្ឌពក៏បានកែប្រែទៅជាឧបោសថាគារឬហៅថាព្រះវិហារក្នុងន័យពុទ្ធសាសនិកគោរពព្រះសារីរិកធាតុនាពេលបច្ចុប្បន្នប្រាង្គសក្ការៈប្រជាជននិយមហៅថាព្រះវិហារក្នុងប្រាសាទភ្នំជីសូរជាប្រាសាទបុរាណជាមរតកវប្បធម៌ខ្មែរដ៏មានតម្លៃមិនអាចកាត់ថ្លៃបានឡើយតាមសិលាចារឹកលើភ្នំជីសូរមានឈ្មោះថាស្រីសូរិយបរពតឬសូរិយបរពតដែលមានន័យថាភ្នំរបស់ព្រះបាទសូរិយវរ្ម័នទី1នៅក្នុងប្រាសាទភ្នំជីសូរមានសិលាចារឹក2សិលាចារឹកទី1និយាយអំពីការថ្វាយគ្រឿងសក្ការៈបូជានានាចំពោះអាទិទេពលើភ្នំដែលមានឈ្មោះថាសូរិយបរពតដែលមានន័យថាភ្នំសូរិយៈនៅក្នុងឆ្នាំ1019នៃគ្រិស្តសករាជចំណែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទី2បានអត្ថាធិប្បាយពីរាជវង្សានុវង្សរបស់ព្រះបាទសូរិយវរ្ម័នទី2ដែលជាអាយកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិនយវរ្ម័នតាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារបានរៀបរាប់ពីការធ្វើពិធីសិវលិង្គឈ្មោះសូរិយវិមេស្វរៈនៅប្រាសាទសូរិយទ្រីឬជីសូរនៅក្នុងឆ្នាំ1018នៃគ្រិស្តសករាជចំណែកឯសិលាចារឹកអង្គរខេត្តសៀមរាបបានហៅប្រាសាទភ្នំជីសូរថាស្រីសូរិយគិរីដែលរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាឡដែលខ្មែរបុរាណហៅថាកំរតេងចគុតដែលបាននำកល់នៅប្រាសាទនេះប៉ុន្តែបើយើងនិយាយអំពីតាមបែបរឿងព្រេងនិទានវិញនោះមានប្រវត្តិនៃការកសាងប្រាសាទភ្នំជីសូរដូចតទៅនេះចាស់ទុំដែលរស់នៅតំបន់ជុំវិញភ្នំជីសូរនៅតែមានការចេះចាំហើយបានដំណើររឿងព្រេងនិទាននេះបន្តឲ្យកូនចៅបានចេះតគ្នាពីមាត់មួយទៅមាត់មួយថាកាលពីព្រេងនាយមានព្រះមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសមួយកន្លែងស្ថិតនៅខាងកើតភ្នំជីសូរនៅជិតទន្លេមួយឈ្មោះថាទន្លេអោមរាជនិវេសនោះឈ្មោះថាសែនភូវាំងដែលមានឈ្មោះនឹងស្លាកស្នាមនៃទីកន្លែងមកទល់ទៅនឹងសពថ្ងៃនេះកាលនោះមានការរៀបចំពិធីមួយហៅថាការកសក់កូនស្ដេចដែលរាជសព្ទហៅថាពិធីចម្រើនព្រះកេសព្រះរាជឱរសក្នុងគ្រានោះក៏មានពួកព្រាហ្មណ៍ជាគ្រូអាចារ្យសំខាន់បានជូនពរសព្ទសាធុការដល់ព្រះរាជឱរសនោះប៉ុន្តែគេបានចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរដល់ព្រះរាជឱរសថាសូមឲ្យខ្លាំងដូចស្រមោចសូមឲ្យពូកែដូចខ្មោចនិងមានចិត្តមុះមុតដូចស្រីគ្រានោះដែរមជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស់ព្រះមហាក្សត្រផងដែរក៏បានឆ្ងល់នឹងខ្លឹមសារនៃពរជ័យនោះហើយស្ដេចក៏បានឲ្យព្រំនោះធ្វើការបញ្យលដើម្បីឲ្យអស់សង្ស័យទាំងនេះគឺជាប្រវត្តិដែលបានដកស្រង់ពីឯកសារនានាសិក្សាពីសិលាចារឹកនិងបានដកស្រង់ពីរឿងព្រេងនិទានជាដើមបាទលោកលោកស្រីអ្នកកញ្ញាប្រាសាទភ្នំជីសូរជាប្រាសាទដែលមានប្រវត្តិដ៏អស្ចារ្យដែលកូនខ្មែរគួរតែស្វែងយល់និងសិក្សាបន្ថែម
ហើយក្រុមការងារស្រុកខ្មែរ View ក៏បានចូលមកថតនៅទិដ្ឋភាពនៅក្នុងបរិវេណប្រាសាទភ្នំជីសូរនៅលើភ្នំជីសូរនេះនិងបានស្រាវជ្រាវពីប្រវត្តិភ្នំជីសូរចែកជូនបងប្អូនទស្សនាចង់ឲ្យបងប្អូនទាំងអស់គ្នាស្គាល់ពីប្រាសាទដ៏អស្ចារ្យមួយនេះ បន្ទាប់ពីទស្សនាប្រាសាទយើងមើលទស្សនវិជ្ជាក្រុងភ្នំនេះទៅដោយសារយើងឡើងលើភ្នំហើយយើងផ្ដល់ទេសភាពនៅខាងក្រោមភ្នំគឺឃើញមានបាទព្រៃព្រឹក្សាឃើញមានដើមត្នោតហើយផ្ទះជាប្រវត្តិទាំងដែរបាទអូចាក់ស្រ័យនេះទុកថ្មភក់សម្រាប់ទុកខឿនទុកកុំឲ្យភ្នំនឹងសតអីចឹងដែរពុំថ្មភក់ហើយមានតាមថ្នាក់អីចឹងដែរបងប្អូនស្អាតមែនតើពីយើងស្រឡឹងទៅក្រោមទៅយើងឃើញមានឆ្កាចេកយើងឃើញមានដើមត្នោតគូផ្សំលេឡំជាមួយនឹងអាប់បាទតិចតិចបាទហើយកន្លែងទៅខាងត្រង់ហ្នឹងគឺមានភ្នំមួយទៀតបងប្អូនភ្នំមួយទៀតបាទយើងអត់ដឹងថាភ្នំហ្នឹងភ្នំអីទេមានផ្ទះជាបរដ្ឋមើលទៅឃើញច្បាស់អូខេងាកមកខាងប្រាសាទវិញខាងប្រាសាទនោះតាតាមកចាក់នៅសម្រាប់ទេសភាពបរិវេណប្រាសាទនៅលើភ្នំជីសូរបងប្អូនដែលប្រាសាទហ្នឹងពោលតាំងពីថ្មភក់បាទហើយនឹងមានថ្មបាយក្រៀមខ្លះដែរបងប្អូនហើយនេះគឺជាបាទផ្ទាំងសិលាចម្លាក់បាទនៅលើប្រាសាទហើយឃើញមានបាក់ធ្លាក់មកបាទគឺជារចនាបថបុរាណដែលដាប់ពីប្រវត្តិអីមួយបាទមនុស្សជំនាន់មុនពីច្រើនកសាងប្រាសាទពីច្រើនគាត់ដាប់ថ្មធ្វើជាចម្លាក់បាទបញ្ជាក់ពីប្រវត្តិអ្វីមួយចឹងទៅហើយដូចជាក់ស្ដែងនៅលើភ្នំជីសូរនេះប្រាសាទភ្នំជីសូរនេះគឺសម្រាប់ឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាអូខេព្រហ្មញ្ញសាសនាហ្នឹងគឺព្រះឥសូរតែម្ដងបងប្អូនព្រះឥសូរតែម្ដងហើយយើងមើលរចនាបថហៅជាងដូចជាផ្ដែមួយចំនួនគឺមានបាទបញ្ជាក់ពីប្រវត្តិរបស់ព្រះឥសូរបាទអូខេហើយទេសភាពនៅលើភ្នំនេះគឺស្រស់ស្អាតមែនទែនគប់ផ្សំជាមួយនឹងប្រាសាទដែលគៀកទៅនឹងចំណោតនៃភ្នំបាទដែលមានដាក់គ្រឹះជាថ្មភក់ចំនួនបុរាណបាទស្អាតមែនទែនបងប្អូនអូសម្លឹងទៅក្រោមយើងឃើញមានតួប្រាសាទមួយបាទទាំងបាក់បែកដែរនៅខាងក្រោមបាទបងប្អូនឃើញច្បាស់អត់ក្នុងការងារឃើញយើងស៊ូមតិចទៅហ្នឹងហើយណាស៊ូមតិចទៅឃើញបងប្អូនបាទអូខេបញ្ជាក់បងប្អូនតិចតាក់ទងជាមួយនឹងប្រាសាទភ្នំជីសូរនេះបាទគឺនៅក្នុងលើភ្នំជីសូរគឺមានប្រាសាទច្រើនដែលខាងអ្នកលក់ក៏បានបញ្ជាក់ហើយជាក់ស្ដែងយើងហៅថាប្រាសាទភ្នំជីសូរទៅគឺក្តោបទាំងអស់ពីនៅលើភ្នំជីសូរអញ្ចឹងណាបាទហើយប្រាសាទភ្នំជីសូរនេះក៏សាងពីថ្មភក់បាទបញ្ជាក់ដដែលសាងពីថ្មភក់នៅក្នុងប៉ូនិតបាទហើយនឹងថ្មលីប៉ូនិតអញ្ចឹងបាទយើងតាមឯកសារបាទហើយកសាងឡើងនៅក្នុងដើមសតវត្សទី11បងប្អូនដើមសតវត្សទី11នៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1ចន្លោះឆ្នាំ1002ដល់ឆ្នាំ1050ប៉ុន្តែជាក់ស្ដែងប្រាសាទហ្នឹងកសាងឡើងនៅក្នុងឆ្នាំ1010រហូតដល់ឆ្នាំ1012ឯងប៉ុន្តែព្រះអង្គសោយរាជ្យនៅក្នុងចន្លោះឆ្នាំ1002ដល់ឆ្នាំ1050អញ្ចឹងព្រះអង្គគ្រងរាជ្យបាន8ឆ្នាំគឺចាប់ផ្ដើមកសាងប្រាសាទនៅលើភ្នំជីសូរហ្នឹងតែម្ដងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាគឺព្រះឥសូរហើយជាក់ស្ដែងដល់ពេលជំនាន់ក្រោយមកក្រោយអង្គរបាទពីព្រោះប្រាសាទនេះកសាងឡើងមុនអង្គរពីព្រោះសតវត្សទី11អង្គរសតវត្សទី12ឆ្នាំ1113ប្រាសាទអង្គរវត្តប្រាសាទលើភ្នំជីសូរនេះកសាងមុនអង្គរក្រោយពីអង្គរមកប្រាសាទនេះគឺមានការផ្លាស់ប្ដូរ
ទៅជាតាមបែបពុទ្ធសាសនាវិញបាទអូខេតាមបែបពុទ្ធសាសនាទៅជាមានការគោរពលក្ខណៈបូជាថ្វាយពុទ្ធវិញប៉ុន្តែតួយ៉ាងប្រាសាទភ្នំជីសូរនេះគឺការដើមឡើយគឺដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនាព្រះឥសូរទេបាទអូខេឥឡូវយើងមើលខាងក្រោយគឺស្អាតមែនទែនបងប្អូនរចនាបថបុរាណដែលយើងមិនគួរឲ្យជឿថាខ្មែរជំនាន់ហ្នឹងគឺអាចកសាងប្រាសាទបានបាទលើកថ្មធំថ្មពុះធំយកមកបន្តុកគ្នាបង្កើតបានទៅជាប្រាសាទអូខេបងប្អូនអរគ្នាយើងចាប់ផ្ដើមមកប្រជុំទៀតបាទឃើញមានភ្ញៀវទេសចរគាត់ចូលមើលនៅក្នុងបរិវេណប្រាសាទបាទខាងលើហ្នឹងគឺមានជារូបនាគហើយរូបនាគនេះយើងឃើញដាប់ទេបងប្អូនដាប់ទេមិនមែនជាការចាក់ឃុំដូចជំនាន់ឥឡូវណាមកចំណែកនេះដូចជាកំពូលប្រាសាទទេកំពូលទេប៉ុន្តែវាធ្លាក់ចុះមកអញ្ចឹងណាបាទឃើញថ្មធំបងប្អូនសម័យមើលថ្មធំប៉ុណ្ណឹងលើកយកមកបន្តុកគ្នាបាទលើកមកបន្តុកគ្នាបង្កើតបានទៅជាទ្រង់ទ្រាយនៃប្រាសាទបាទពិតជាអស្ចារ្យមែនខ្មែរពីជំនាន់មុននិយាយទៅប្រាសាទហ្នឹងកសាងឡើង1000ឆ្នាំជាងបាទ1000ឆ្នាំជាងយើងសម័យមើលបើយើងគិតថាមនុស្សយើងអាចរស់បាន80ឆ្នាំក៏15ចំនួននេះដែរប្រហែលណាប្រហែលងារណាបាទ5 10ចំនួននេះចឹងទៅបាទហើយយើងឃើញទ្រង់ទ្រាយប្រាសាទគឺមានការបាក់បែកខ្លះដែរបងប្អូនដោយសារតែខ្មែរយើងជួបនឹងសម័យសង្គ្រាមកាលឆ្នាំ1970អីចឹងឃើញមានការបាក់បែកខ្លះដែរបងប្អូនឥឡូវយើងចូលក្នុងទីអីអត់ទេអូខេឥឡូវយើងចូលក្នុងទីទៅសំខាន់បាទអរគុណបងប្អូនអ្នកទស្សនានៅក្នុងវីដេអូរបស់ក្រុមការងារស្រុកខ្មែរ View ហ្នឹងហើយហើយក្រុមការងារស្រុកខ្មែរ View តែងតែព្យាយាមផ្ដល់ទស្សនវិជ្ជាតាក់ទងទៅនឹងសុរសទេសភាពសកម្មភាពការរស់នៅរបស់បងប្អូននិយាយពីពាក្យថាស្រុកខ្មែរគឺស្រុកខ្មែរយើងនេះឯង View គឺការផ្ដិតថតនឹងទេសភាពផ្សេងៗនៅក្នុងស្រុកខ្មែរដូច្នេះក្រុមការងារយើងគឺដាក់ថាស្រុកខ្មែរ View តាក់ទងទៅនឹងទេសភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាតាក់ទងទៅនឹងប្រវត្តិសាស្ត្រផ្សេងណាបងប្អូនណាដូចពេលនេះអញ្ចឹងក្រុមការងារយើងបានមកដល់ភ្នំជីសូរបាទភ្នំជីសូរពេលដែលយើងចូលមកដល់គឺឃើញនៅខាងជើងភ្នំមានកន្លែងកញ្ចុះសម្រាប់ឲ្យបងប្អូនយើងមកកំសាន្តហើយទៅទទួលទានអាហារមានការលក់ដូរហៅថារមណីយដ្ឋានលក់ចំណីអាហារចំណីអីចឹងទៅហ្នឹងហើយយើងឡើងមកក៏មានជាវត្តអារាមគេហៅវត្តគិរីសពភ័ណ្ឌវត្តគិរីសពភ័ណ្ឌនៅលើភ្នំជីសូរនេះឯងហើយក៏មានការកសាងជាប្រាសាទបុរាណហៅថាប្រាសាទភ្នំជីសូរនឹងឯងបងប្អូនឈ្មោះគេហៅបានច្រើនតែអ្វីខ្ញុំសាកសួរបងប្អូនដែលជាម្ចាស់ស្រុកនៅទីនេះក៏ប៉ុន្តែគេហៅថាភ្នំជីសូរតែម្ដងប្រាសាទភ្នំជីសូរកសាងក្នុងដើមសតវត្សទី11និងក្នុងក្សត្រព្រះបាទសូរ្យវរ្ម័នទី1ក្នុងចន្លោះក្នុងឆ្នាំ1002ដល់ឆ្នាំ1050ហ្នឹងហើយការកសាងប្រាសាទភ្នំជីសូរនេះហៅប្រាសាទភ្នំជីសូរនេះគឺកសាងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាហ្នឹងហើយគឺព្រះឥសូរនឹងឯងបងប្អូនណាតោះអញ្ចឹងចង់ដឹងថាតើទស្សនវិជ្ជានៅក្នុងប្រាសាទនេះមានលក្ខណៈបែបម៉េចតោះសូមអញ្ជើញលោកសួស្ដីអីមកម៉ាអ្នកដែរមក5នាក់អូយស្មានដល់បតទេមកដោយបតទេមកជិះការ៉េណាបងប្អូនណាតែមិនដែរឃើញទស្សនវិជ្ជានៅលើភ្នំជីសូរនេះស្អាតចាស្អាតអនាម័យបានល្អទៀតហើយអ្នកស្រុកណាដែរនៅតកៅអូអ្នកតកៅដឹងច្បាស់ថាសភនភាពបែបណាព្រោះនៅក្នុងតកៅមិនមានភ្នំតែមួយចាមានភ្នំតាម៉ៅភ្នំថ្មដោះមានភ្នំជីសូរមានភ្នំច្រើននៅតាមជាខេត្តជាខេត្តទៀតថាជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាមក៏ភ្នំដិនភ្នំច្រើនភ្នំដិនភ្នំដៅភ្នំអីណាច្រើនណាហ្នឹងហើយអរគុណនឹងសូមធ្វើដំណើរកំសាន្តជាលក្ខណៈគ្រួសារក្រុមការងារបានសប្បាយនិងក្តីសុខទទួលបានសុខសុវត្ថិភាពណាអរគុណច្រើនអរគុណតើក្រុមការងារសុខមកគឺក្រៅពីជួបតែប្អូនចាស់គាត់មានក្រុមការងារគាត់មកកំសាន្តលក្ខណៈគ្រួសារគាត់ឥឡូវមុនហ្នឹងក្រុមការងារយើងបានសាកសួរបងអ្នកលក់នៅម្ដងនេះគាត់ថាមានប្រាសាទក្នុងអីប្រាសាទ
សត្វក្រៅឥឡូវមែនយើងនិយាយខាងក្រៅមិញគឺខាងក្រៅគឺក្នុងតាមគេថាពាត់គេថាកំផែងណាគឺពាត់ជុំវិញប្រាសាទប៉ុន្តែគេនឹងទ្រង់ទ្រាយបាក់បែកតិចបងប្អូនណានៅទេសភាពដោយសារតែបងប្អូនដឹងហើយប្រទេសយើងគឺទទួលរងនៅសង្គ្រាមផងដែរសង្គ្រាមក្នុងឆ្នាំ1970អាហ្នឹងយើងចាប់ពីសម័យឡើងមកលើទេថាយើងនៅខាងក្រមទៀតបងប្អូនដឹងហើយតែបើយើងនិយាយទៅវាតើតែយើងមានឯកសារអំណាចចែកជូនដល់បងប្អូនណាបងប្អូនប៉ុន្តែយើងនិយាយអ្វីដែលឃើញចាក់ស្ដែងនៅពេលនេះបងប្អូនណាបងប្អូនឃើញនៅក្នុងកំផែងនៃប្រាសាទពាត់ជុំវិញហ្នឹងហើយមានប្រាសាទមួយគឺចំបណ្ដាតាមថាប្រាសាទធំណាមើលទៅគេថាយើងថាប្រាសាទធំចុះព្រោះធំតែគឺមានថាប្រាសាទធំជាសុខនឹងឯងហើយមានកងប្រាសាទនៅជុំវិញទៀតណាមែនទេហ្នឹងហើយក ងប្រាសាទនេះដូចជាបងប្អូនឃើញកងប្រាសាទជុំវិញដូចជា2គឺគាត់នឹងក្រោយទៀតបងប្អូនអ្នកខ្លះគាត់ថា5បងប្អូនខ្លះថា2អញ្ចឹងយើងសំខាន់យើងជាក់ស្ដែងហើយបើសិនជានៅក្នុងការងារស្រុកខ្មែរបញ្យូយើងបានជួបលោកតាដែលជាម្ចាស់ព្រះគិចាបានដឹងប្រវត្តិកាន់តែស៊ីជម្រៅយើងនឹងសាកសួរបន្ថែមដើម្បីបញ្ជាក់ពីប្រវត្តិនៃការកសាងប្រាសាទភ្នំជីសូរនេះប៉ុន្តែអ្វីដែលក្រុមការងារស្រុកខ្មែរបញ្យូបានស្រាវជ្រាវឯកសារជាក់ស្ដែងគឺប្រាសាទភ្នំជីសូរដូចជំរាបដដែលជូនដល់អ្នកទស្សនាគឺកសាងក្នុងដើមសតវត្សទី11ក្នុងខ្សត្រព្រះបាទសូរ្យវរ្ម័នទី1ក្នុងឆ្នាំ1002ដល់ឆ្នាំ1050ហ្នឹងហើយហើយការកសាងប្រាសាទភ្នំជីសូរគឺដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាគឺហៅថាអេសូនឹងឯងព្រះអេសូបាទបងប្អូនឥឡូវយើងឃើញសាកធំមួយនៅក្នុងកំផែងជុំវិញនៃប្រាសាទនេះហើយមានជាប្រាសាទផ្សេងប្រាសាទមានឈ្មោះផ្សេងដែរប៉ុន្តែទីកណ្ដោសំខាន់គេហៅថាប្រាសាទភ្នំជីសូរនឹងឯងតើបងប្អូនមកទស្សនាខាងនេះគឺការប្រាសាទនឹងការកសាងគឺកសាងជាថ្មភក់ហ្នឹងហើយមួយទៀតហៅថាថ្មលីប៉ូនីតបាទលីប៉ូនីតខ្ញុំអត់ដឹងស្គាល់ថាប្រាសាទលីប៉ូនីតហ្នឹងតំតោថ្មលីប៉ូនីតវាបែបមិនដែរដឹងតែប្រាសាទទូទៅថ្មភក់បាទហើយឃើញទ្រង់ទ្រាយប្រាសាទគឺនៅស្អាតស្រស់ស្អាតហ្នឹងហើយគាត់តែមានការបាក់បែកខ្លះដូចមុនហ្នឹងក្រុមការងារបានប្រាប់ឲ្យមានដូចជាក្បាលប្រាសាទនេះនឹងធ្លាក់ហើយចឹងហើយយើងបិទនេះសម័យមើលថាតាព្រោះអីប្រាសាទមួយថ្មដាក់ហ្មងហ្នឹងដាក់ឡើងហ្មងបងប្អូនដាក់ឡើងហ្មងឮសំឡេងរហឹមពិនទៀតរនាតភ្លេងពិនទៀតរបស់ខ្មែរយើងឮរងំនៅក្នុងសំឡេងចេញមកពីក្នុងប្រាសាទតែម្ដងប្រាសាទធំក្នុងប្រាសាទធំព្រោះនេះនឹងមានប៉ុតជាប្រាសាទតូចជុំវិញនឹងដែរបងប្អូនណាបងប្អូនឃើញទស្សនវិជ្ជាប្រាសាទនេះវាអូននឹងស្រាប់ហើយបាទប្រាសាទនេះរបៀបកសាងឡើងឧទ្ទិសឲ្យចំពោះអតិថិព្រះឥសូរបាទតាមរបៀបព្រហ្មញ្ញសាសនាបាទហើយនៅទីនេះវត្ថុបុរាណអីទាំងអស់ដែលមកសល់ទុកខ្លះហ្នឹងក៏ជាគេដំណើរពីតាមរបៀបបើសិនជាប្រពុតក្នុងរបៀបប្រពុតដែរតែប្រពុតរបៀបប្រពុតលោកកេស្វរៈបាទមានន័យថាយើងនៅសម័យនោះបើតាមពុទ្ធសាសនាក៏ក្នុងមហាយានដែរបាទអូមហាយានហ្នឹងហើយបាទអញ្ចឹងហើយតួអង្គសំខាន់នៅទីនេះទាំងប្រាសាទ3ហ្នឹងមុខខាងក្រោយហ្នឹងគឺអតិទេពព្រះឥសូរអូខេលោកពូអាចរៀបរាប់ពីប្រាសាទ3ហ្នឹងមានប្រាសាទអីខ្លះហើយឈ្មោះអីខ្លះនៅក្នុងប្រាសាទនេះខ្ញុំអត់ចេះអត់ដឹងទេដោយសារអីតពីមួយចំនួនទៅមួយចំនួននោះគេដឹងថាអាខាងកណ្ដាលនេះអាប្រាសាទកំពុងតែចាក់ពន្ទាកនេះគេហៅថាប្រាសាទបើយើងនិយាយភាសាលក្ខណៈប្រាសាទគេហៅថាប៉មកណ្ដាលណាមិនដឹងជាប្រាសាទអីទេអត់ច្បាស់ទេឥឡូវគេហៅថាវិហារក្នុងប្រាសាទវិហារក្នុងអញ្ចឹងណាវិហារក្នុងបាទតាមពិត
នៅទីនេះពិតជាមានឈ្មោះប្រាសាទមួយគ្រប់ប្រាសាទទាំងហើយក៏ប៉ុន្តែដោយយើងអត់បានរៀនសូត្រអត់បានស្រាវជ្រាវអត់បានដឹងពីរឿងថាឈ្មោះប្រាសាទអីប្រាសាទអីអញ្ចឹងនៅទីនេះបូករួមទៅថាប្រាសាទភ្នំជីសូរតែម្ដង បាទប្រាសាទភ្នំជីសូរអញ្ចឹងទាំងអស់ហ្នឹងហៅថាប្រាសាទភ្នំជីសូរ បាទនៅទាំងមូលនេះគឺរួមមកគឺប្រាសាទភ្នំជីសូរប៉ុន្តែតាមការពិតពីដើមឡើយពេលកសាងប្រាសាទហ្នឹងមកដើមរួមអស់គេហៅថាភ្នំនេះមិនភ្នំជីសូរទេគឺភ្នំគេហៅថាសូរិយបរពត សូរិយបរពតអូខេហ្នឹងហើយសូរិយបរពត បាទក្រោយមកទៀតបានគេដាក់ភ្នំអីសូរ ភ្នំអីសូរ បាទហើយភ្នំអីសូរមានន័យថាយកពនាមរបស់ព្រះអីសូរហ្នឹងដាក់ទៅម្ដង បាទ តែខ្ញុំនិយាយនេះ បាទ គាត់ការនិយាយតគ្នាទេ បាទ ហើយអ្វីពិតប្រាកដលើស៊ីសងតអ្នកស្រាវជ្រាវខាងក្រោយទៀត បាទ ប្រាសាទនេះបើយើងនិយាយវិញបងអូនដឹងហើយថាប្រាសាទនេះកសាងឡើងដោយរាជការព្រះបាទ សូរិយ មានន័យថាស្ដេចសោយរាជ3អង្គ អូ3អង្គ 3អង្គ អង្គហ្នឹង ដែលនៅក្នុងនេះតាមបិលាប្រវត្តិសាស្ត្រគឺគ្រិស្តសករាជ1200ទៅដល់1050 បាទ ក្នុងហ្នឹងណា បាទ ហើយអ្នកដែលកសាងនោះដែលស្ដេចនៅលើផែនដីនៅស្រុកខ្មែរនេះគឺមាន3ទី1សូរិយវរ្ម័នទី1 ទី1បាទ មួយទៀតក៏ជាប់ឈ្មោះដែរគឺជាព្រះបាទធម្មន្ទរៈ ធម្មតា វរ្ម័នទី1 ធនន្តរវរ្ម័នទី1 បាទមួយទៀតដល់ចុងក្រោយគេមិនអស់គឺសូរិយវរ្ម័នទី2 សូរិយវរ្ម័នទី2បាទ នៅប្រាសាទហ្នឹងណា បាទ ប្រាសាទទាំង3ហ្នឹងហើយអ្នកដែលកសាងនៅទីនេះទាំងអាស្រមទាំង3កន្លែងហ្នឹងគឺអ្នកបើយើងនិយាយមែនតើសម័យឥឡូវគេហៅថាប្លង់ ខ្លង បច្ចេកទេសហ្នឹងណា ខ្លង មាន2នាក់ បាទ មួយគាត់ឈ្មោះបណ្ឌិតសេវិចា សីវិចា សេវិចា សេវិចា បាទមួយទៀតបណ្ឌិតស្រីវរិន្ទ្រៈ បាទ ស្រីវរិន្ទរៈ វរិន្ទ្រៈ វរិន្ទរៈ បាទ បាទ លើភ្នំជីសូរនេះមានកសាងជាគេដាក់មានវត្តមួយទៀតហើយវត្តនេះកសាងឆ្នាំណាហើយបានកសាងជាវត្តគឺ សុំអង្គុយទៅណា បាទ ហើយបើតាមគិតទៅមែនតើទៅវត្តនេះក៏មានអាយុកាលវែងដែរ អូ បាទ វត្តគិរីសភ័ណ្ឌ គិរីសភ័ណ្ឌនេះខ្ញុំមិនដឹងថាប្រសិទ្ធមាននៅពេលណាប៉ុន្តែតាមលឺចាស់ៗគាត់និយាយថាប្រសិទ្ធមានគិរីសភ័ណ្ឌនេះហៅភ្នំជីសូរនេះគឺនៅក្នុងរជ្ជកាលព្រះបាទសីហនុវរ្ម័ន សេហនុវត្តមិន សេហនុវរ្ម័នអញ្ចឹងសេហនុជំនាន់ អតីត អតីតព្រះមហាក្សត្រហ្នឹង ព្រះបរមរតនកោដ្ឋ ហ្នឹងហើយ ព្រះនរោត្តមសីហនុ នឹងប្របាទនរោត្តមសីហនុ អូនបានឡើងចូលទៅប្រាសាទធំនៅចូលមិញហើយ ចា ហ្នឹងហើយ ភ្នំជីសូរ ភ្នំជីសូរដំបូងហៅថាអីគេហៅថា ពីដើមមកគេហៅថាសូរិយបរពត សូរិយបរពត បាទ ហើយបានជាប្រើជាភ្នំអីសូរ បាទ ឯភាសា ភ្នំអិសោ ភ្នំអីសូរហើយបន្តមកឥឡូវគេហៅថាភ្នំជីសូរ បាទមានភ្នំបារមីសូទៀត នៅខាងណាមាន នៅនឹងដដែល ភ្នំបារមី តែ សូរ មើលវាតគ្នាអញ្ចឹងណា បាទ សូរិយបរពត សូរិយបរពត ភ្នំព្រះឥសូរ ព្រះឥសូរ ណាបារមីសូរ បារមីសូរ គឺរីសោភ័ណ្ឌហៅភ្នំសូរឃើញទេ បាទ ហើយឃើញឈ្មោះហើយនៅតែមួយហ្នឹងឯណាបានតែកុំភ្លេចថាឈ្មោះនេះគឺទៅតាមរជ្ជកាលនៃអ្នកប្រើ បាទបា បាទ ទ បើអញ្ចឹងយើងអាចដឹងថាដើមកំណើតមកវាឈ្មោះអី គាត់ជាអ្នកថែសារអី ខ្ញុំមិនវាត្រូវ នៅទីនេះណាបងប្អូនណាតែគាត់បានរាយរាប់ពីប្រវត្តិខ្លះៗតាក់ទងទៅនឹងភ្នំជីសូរហើយភ្នំជីសូរមិនមែនឈ្មោះដើមគឺមិនមែនឈ្មោះភ្នំជីសូរទេហ្នឹងហើយតែគាត់បានជំរាបនៅក្នុងវីដេអូយើងហើយសង្ឃឹមថាបងប្អូនស្គាល់កាន់តែច្បាស់ហើយបានឃើញហើយចង់មកថាផ្ទាល់ថាទស្សនវិជ្ជាផ្ទាល់មិនព្រោះថាលឺ100ដង1000ដងមិនស្មើឃើញនឹងភ្នែកម្ដងទេបងប្អូនអញ្ចឹងបងប្អូនបានទស្សនាពីវីដេអូរបស់ក្រុមការងារសុខខ្មែរ View អាចអញ្ជើញមកទស្សនាបានបងប្អូនធ្វើដំណើរពីផ្លូវជាតិលេខ2ពីភ្នំពេញមកដល់ចំណុចហ្នឹងប្រហែលជាជាង60គីឡូបងប្អូនធ្វើដំណើរពីផ្លូវជាតិលេខ2មកក្នុងជាង60គីឡូដល់ពីភ្នំពេញមកណានៅខាងឆ្វេងដៃដាក់កណ្ដាលវត្តអីគេដាក់វត្តប្រាសាទនាងខ្មៅនៅខាងឆ្វេងដៃហ្នឹងបងប្អូនចូលបានជាង5គីឡូមកដល់ភ្នំជីសូរនេះឯងហើយគឺតាមផ្លូវគឺស្អាត
ការកសាងនឹងកស៊ូចាក់អីឥឡូវកំពុងតែធ្វើចាក់ក្រាកស៊ូបន្ថែមឯដើម្បីកុំឲ្យនឹងដើម្បីឲ្យបងប្អូនចង់មកទស្សនានេះទីងាយស្រួលយើងធ្វើដំណើរណាបងប្អូនអរគុណបងប្អូនតោះ បាទទៀតកាត់ប៉ាត់ទៅចម្ងាយផ្លូវពីភ្នំពេញមកដល់ប្រាសាទញីខ្មៅនេះគឺគីឡូ52 គីឡូ52 គីឡូ52 បាទ មកដល់ខាងនេះចូលមកដល់ខាងនេះគឺ5គីឡូមកទៀត បាទ អញ្ចឹងវាហោ57 អូ57ធំ50ហ្នឹងវាត្រឹមហ្នឹងបងប្អូនហ្នឹងហើយมันខុសទេ បាទអត់ហើយបងប្អូនអាចអញ្ជើញបានតាមមួយតាមផ្លូវវត្តប្រាសាទញីខ្មៅហ្នឹងអែបទៅរងវត្តហ្នឹងមកសម្ដៅភ្នំជាសូមហ្មង បាទ មួយទៀតមកហួសពីខាងត្បូងវត្តប្រាសាទញីខ្មៅគេហៅថាទីប្រជុំជនតូចមួយដើមធ្លកហ្នឹងឆ្ពោះត្រង់មកសាលានៃវិទ្យាល័យភ្នំជីសូនេះផ្លុតដល់ហ្មង ដល់តែម្ដងហើយជាពិសេសនោះនៅលើឡើងរថយន្តបានទៀតណាបងប្អូនណាហ្នឹងហើយតាមឯកសារខ្ញុំមើលគឺកម្ពស់ភ្នំជីសូ130ម៉ែត្រ អរគុណច្រើនអរគុណច្រើនបាទ ហើយនៅខ្ញុំបានជំរាបឲ្យក្រុមការងារយើងដឹងហើយជំរាបដល់បងប្អូនទូទស្សនិកជនដែលកំពុងតែទស្សនាវីដេអូឃ្លីបរបស់ក្រុមការងារស្រុកខ្មែរយូឥឡូវយើងក្រោយពីបានជួបលោកពូដែលគាត់ជាអ្នកថែរក្សានៅក្នុងប្រាសាទភ្នំជីសូនេះហើយឥឡូវយើងងាកដល់ទស្សនវិជ្ជាមកជុំក្នុងប្រាសាទភ្នំជីសូនេះបងប្អូនហើយក្នុងនេះមកជុំនេះអូវីដេអូនេះប្រហែលជាវែងដែរហើយវែងអធិស្ឋានដោយសារតែយើងចង់ឲ្យបងប្អូនបានឃើញទស្សនវិជ្ជាស្ទើរតែទាំងអស់នៅក្នុងលើភ្នំប្រាសាទលើភ្នំជីសូនេះនឹងវត្តហើយជាពិសេសនៅក្នុងតំបន់ប្រាសាទតែម្ដងតំបន់ប្រាសាទតែម្ដងយើងនិយាយមកតាមនេះបងប្អូនឃើញនេះនៅក្នុងប្រាសាទមានរុនជាប្រហោទឹកចេញហើយមែនទេហ្នឹងហើយបងប្អូនទឹកចេញសិតតែមានថាធ្វើសិតតែមានថាកន្លែងប្រហោកន្លែងបញ្ចេញទឹកបងប្អូនណាបងប្អូនឡើងឃើញបាញ់លឿនហើយឡើងឃើញបាញ់លឿនហ្នឹងអូខេឥឡូវឲ្យក្រុមការងារយើងចូលម្ដងចែកជូនដល់បងប្អូនយើងទស្សនាអូខេឥឡូវខ្ញុំសូមងាកមកខាងទីមកជុំហើយឃើញប្រាសាទណាអូខេងាកមកនេះគឺនោះសិទ្ធិភាពមកទេសចរហ្នឹងបងប្អូនហើយយើងងាកមកខាងនេះទីចែកជូនដល់បងប្អូនយើងទស្សនានៅក្នុងប្រាសាទភ្នំជីសូនេះណាបងប្អូនណានេះហើយបងប្អូនលើកឡើងតិចទៅនេះគ្រាន់តែคลิปនេះក៏30នាទីហើយយើងទស្សនវិជ្ជាផ្សេងទៀតអាចបូករួមទៅខ្ទង់ចន្លោះ1ម៉ោងមិនថ្មីទេបងប្អូនតកតងនឹងប្រវត្តិសាស្ត្រប្រាសាទផ្សេងបងប្អូនណាហើយយើងមើលមិនចេះធន់ទ្រាំទេហើយទស្សនវិជ្ជាស្រុកខ្មែរយើងហើយបងប្អូនឃើញនោះគឺជាភ្ញៀវទេសចរគាត់កំពុងតែមកទេសចរថតដែរ Yes Okay បាទសួស្តីបងប្អូនទាំងអស់គ្នាទាំងបាយញឹកបន្តិចហើយបងប្អូនបានស្ដាប់នៅក្រុមការងារបានសម្ភាសលោកពូបាទតាក់ទងជាមួយប្រវត្តិខ្លះហើយពីប្រាសាទភ្នំជីសូនេះហើយក្រុមការងារក៏បានបាទបរិយាយខ្លះដែរតាក់ទងជាមួយប្រវត្តិនៃប្រាសាទភ្នំជីសូនេះហើយបងប្អូនមើលបរិវេណនេះគឺស្អាតមែនទែនជាសំណង់ចាស់បុរាណមួយដែលបានកសាងឡើង1000ឆ្នាំជាងមុនបាទនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1បាទហើយបើតាមភាសាលោកតាគឺមាន3ក្សត្រទៅបាទ3ក្សត្រប៉ុន្តែបើតាមការស្រាវជ្រាវរបស់ក្រុមការងារគឺមានព្រះបាទនៅក្នុងហ្នឹងគឺមានព្រះបាទសូរ្យវរ្ម័នទី1បាទដើមសតវត្សទី1នៅអំឡុងឆ្នាំដើមសតវត្សទី11ដើមសតវត្សទី11អំឡុងឆ្នាំ1002ដល់ឆ្នាំ1050ប៉ុន្តែជាក់ស្ដែងនៅក្នុងប្រាសាទនេះគឺការកសាងឡើងនៅក្នុងឆ្នាំ1010ដល់ឆ្នាំ1012បាទ
ហើយប្រាសាទភ្នំជីសូរនេះកាលពីមុនណាតាមសាលាចរិតគឺបញ្ជាក់ថាមិនមែនឈ្មោះភ្នំជីសូរទេគឺឈ្មោះសូរយៈបរពតបាទសូរយៈបរពតហើយទៅតាមសម័យកាលមានការហៅខុសៗគ្នាទៀតដូចជាសូរយៈបរពតមានភ្នំអីសូរអញ្ចឹងទៅបាទ ភ្នំជីសូរ ភ្នំជីសូរប្រាសាទនៅលើភ្នំនេះគឺមានវ័យចំណាស់មែនទែនបងប្អូនដោយបងប្អូនបានឃើញនៅបរិវេណនេះបានដឹងស្រាប់ហើយគឺប្រាសាទដែលកសាងឡើងពីថ្មភក់ធំដែលយកមកបន្តុកគ្នាបង្កើតបានទៅជាប្រាសាទតួយ៉ាងយើងមើលឃើញតួប្រាសាទហ្នឹងថ្មទំហំ1.4 ម៉ែត្រជ្រុងតែប៉ុន្តែមានការខូចខាតខ្លះចឹងដែរបាទតាមរយៈការសឹកលិចរិលនៃធម្មជាតិដឹងស្រាប់ហើយរយៈពេល1000ឆ្នាំជាងមានភ្លៀងមានខ្យល់មានអីចឹងទៅមានការសឹកលិចរិលគប់ផ្សំជាមួយនឹងសង្គ្រាមនៅក្នុងប្រទេសកម្ពុជាចន្លោះឆ្នាំ1970យ៉ាងណាបាទបាទអូខេនេះគឺជារូបមួយបាទប៉ុន្តែមិនដឹងថាជារូបស្អីទេបងប្អូនបាទ ខិនរុន បាទរូបនេះជារូបក្បាលបងប្អូនជារូបក្បាល រុនទឹកប្រហោ ស្តៀងជាក្បាលនេះបន្តិចបងប្អូនក្បាលតោបន្តិចហើយក្នុងខាងនេះមើលណាគឺជា បា អីដែរ អីគេនេះដូចជាបាយគេបងប្អូនហ្នឹងជាស្រ័យបងប្អូនណាហើយបើសិនជានេះទៅតិចថាំងហើយមិនស្គាល់ហើយយើងពិបាកអត់រាយរាប់ជូនដែរថាជាត្រង់ទ្រីជាសត្វបាអីក្បាលសត្វអីហ្នឹងណាបងប្អូនហ្នឹង អូខេ ហើយ បងប្អូនទាំងអស់គ្នាក្រុមការងារសុខខ្មែរ view គឺបដិទ្ធនៅសម្រស់ទេសភាពនៅក្នុងបរិវេណប្រាសាទជីសូរនៅលើភ្នំជីសូរហើយបញ្ជាក់បន្ថែមបងប្អូនទាំងអស់គ្នាឲ្យបានដឹងប្រាសាទភ្នំជីសូរនេះគឺកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនានៅក្នុងនោះគឺព្រះឥសូរតែម្ដងបាទបើតាមសាលាចរិតមួយចំនួនគឺបញ្ជាក់ពីប្រវត្តិរបស់ព្រះឥសូរហើយមានគោអ្នកនិននេះជាដើមនេះជាយានជំនិះរបស់ព្រះឥសូរបាទជាក់ស្ដែងនៅក្នុងរជ្ជកាលនោះគឺខ្មែរយើងកាន់ព្រហ្មញ្ញសាសនាប៉ុន្តែក្រោយអង្គរមកគឺពុទ្ធសាសនាក៏បានចាប់ផ្ដើមចូលមកអញ្ចឹងទៅគោកែប្រែទៅជាការគោរពពុទ្ធសាសនាតាមបែបលោកតាបានបញ្ជាក់ឲ្យបាទ មានហាយានមាន មានមហាយានអញ្ចឹងទៅ តែបាទ ហ្នឹងហើយឥឡូវមិនបរិយាយវែងឆ្ងាយទេក្រុមការងារក៏ចាប់ផ្ដើមចាប់នៅសម្រាប់ទេសភាពនៅទៀនគៀនចែកជូនបងប្អូនទស្សនាជាបន្តទៀតអូខេ
អូខេបងប្អូនឥឡូវយើងចូលទៅក្នុងប្រាសាទធំដែលនៅក្នុងប្រាសាទទុំសុសនេះប្រាសាទនេះធំនិយាយបងប្អូនណាហើយចង់ដឹងថាទស្សនវិជ្ជានៅក្នុងបែបណាហើយចូលមកឮសំឡេងពិនទៀតរបស់ខ្មែរយើងគឺថារងំតែម្ដងតាក់ចិត្តតាក់អារម្មណ៍បងប្អូនណាបងប្អូននេះតែពុទ្ធរូបមានបកគោមានកាវមានអីច្រើនក្នុងប្រាសាទក្នុងពិសោនេះបងប្អូនណា ព្រះឥសូរ ហ្នឹងហើយថាលោកពូគាត់ចង់បង្ហាញថាក្រុមការងារអតិថិទស្សនាជាមួយយើងហើយលោកពូនឹងធ្វើការបង្ហាញអត្តន័យខ្លះៗឃើញលឹងនេះបងប្អូន នេះគឺជាលឹងព្រះឥសូរលឹងព្រះឥសូរ បាទ លឹងនេះធ្វើចេញពីថ្ម បាទលឹងព្រះឥសូរធ្វើចេញជាថ្មដើម្បីឧទ្ទិសដល់ព្រះឥសូរ នេះគឺជារូបសញ្ញាព្រះឥសូរ ព្រះឥសូរ ព្រះឥសូរដៃមួយ នេះគឺដំបងមានការកញ្ចាក់មានការខ្ចង បាទ ហើយខាងនេះខ្ញុំអត់ស្គាល់ទេមានការយ៉ាង បាទបាទអូបាទតាមប្រសាសន៍លោកពូហើយបាទនៅក្នុងប្រាសាទបាទគឺមានតម្កល់រូបសំណាកព្រះឥសូរមានលឹងព្រះឥសូរហ្នឹងហើយដើម្បីលឹងគឺដល់ទឹកថ្វាយដល់ព្រះឥសូរហ្នឹងហើយមានរូបបកគោបកាយហើយនឹងតម្កល់យាយពុទ្ធនិយាយទៅជាកន្លែងតម្កល់ព្រះពុទ្ធរូបសម្រាប់ទីគោរពសក្ការៈបូជាផងដែរណាបងប្អូនណាឥឡូវយើងងាកថយក្រោយបាទទស្សនវិជ្ជាចាស់ជូនបងប្អូនយើងអ្នកទស្សនាបងប្អូនហ្នឹងហើយបងប្អូនឃើញទស្សនវិជ្ជាយើងថាថយក្រោយចេញពីប្រាសាទចេញពីប្រាសាទធំនៅក្នុងនេះបរិវេណប្រាសាទបាទចេញពីក្នុងមកបងប្អូនណាហើយនៅនេះមានការបងប្អូនយើងមួយចំនួនក៏មានការមកបួងសួងសុំក្តីសុខក្តីចម្រើននៅទីនេះផងដែរបងប្អូនហ្នឹងហើយតាមជំនឿហ្នឹងហើយតាមជំនឿនេះប្រាសាទធំបងប្អូនណាប្រាសាទធំហើយនៅលើដំបូលក៏គ្របដោយស័ង្កសីផងដែរបាទស័ង្កសីដើម្បីយើងការពារដោយសារអាយុកាលពាន់ឆ្នាំហើយបាទនៅបងប្អូនលំហនៅក្នុងកោមប្រាសាទព័ទ្ធជុំវិញនៃប្រាសាទធំឃើញតម្កល់លឹងតំណាងឲ្យព្រះឥសូរបងប្អូនណាយើងដាក់ថយក្រោយបាទថយក្រោយបងប្អូនមែនទេបងក្រុមការងារ
បាទសួស្តីបងប្អូនអរគ្នាអូ ផ្អើ បានមកមើលនៅប្រាសាទដ៏ចំណាស់មួយដែលមានអាយុកាលជាង1000ឆ្នាំគឺសប្បាយមែនទេបងប្អូនហើយបងប្អូនដែលកំពុងតែមើលវីដេអូនេះគឺមានអារម្មណ៍យ៉ាងណាដែរបាទគឺជាកន្លែងទេសចរប្រវត្តិសាស្ត្រមួយបាទរមណីយដ្ឋានទេសចរប្រវត្តិសាស្ត្រមួយហើយខ្មែរយើងគួរតែដឹងគ្រប់គ្នាដែរបាទតាមរយៈវីដេអូនេះក្រុមការងារបានបញ្ជាក់ពីប្រវត្តិផ្សេងតាក់ទងជាមួយនឹងប្រាសាទភ្នំជីសូរជូនបងប្អូនហើយបាទហើយក្រុមការងារនឹងព្យាយាមផ្ដិតនៅទិដ្ឋភាពផ្សេងជុំវិញប្រាសាទភ្នំជីសូរខាងក្នុងមានប្រាសាទជាច្រើនហើយនឹងមានបាទមានថាវបាទអាហ្នឹងគេហៅថាថាវណាថាវហ្នឹងហើយ ថាវ បើមិនច្បាស់នៅពាក្យសម្ដីហើយកន្លែងណាសូមអធិស្ឋានបងប្អូន តែបើបងប្អូនខ្លះគាត់ហៅដូចជាកំផែងព័ទ្ធជុំវិញប្រាសាទអញ្ចឹង តាមពិតថាវព័ទ្ធជុំវិញប្រាសាទ ថាវ ហ្នឹងហើយថាវ អញ្ចឹង ព័ទ្ធជុំវិញប្រាសាទ ដូចក្រុមការងារបានជំរាបមុននេះជួនកាលហៅកំផែង ហ្នឹងហើយ ហ្នឹងហើយការប្រើទៅតាមប្រាសាទឬក៏យ៉ាងម៉េច សំបីអង្គរវត្តក៏គេប្រើអញ្ចឹងដែរ ហ្នឹងហើយតែនៅប្រាសាទតាព្រំក្នុងស្ថិតក្នុងខេត្តតាកែវដូចគ្នាគេហៅថាកំផែងតាមឯកសារណា ទៅតាមការនិយមហៅ ការនិយមហៅណាបងប្អូនហើយក្រែងលោថា ហ្នឹងដែរ ក្នុងការងារយើងអត់ដឹងដែរប៉ុន្តែយើងនិយាយទៅតាមឯកសារយោងទៅតាមឯកសារខ្លះគាត់ហៅថាកំផែង បាទ ព័ទ្ធជុំវិញប្រាសាទដូចតួយ៉ាងនៅក្នុងប្រាសាទភ្នំជីសូរនេះហៅថាថាវ បាទ ថាវបាទ ហើយបញ្ជាក់បន្តិចបងប្អូនប្រាសាទភ្នំជីសូរហ្នឹងក៏សាងឡើងពីថ្មភក់ថ្មលីប៉ូណេតបាទហើយជាក់ស្ដែងយើងឃើញអានេះជាថ្មភក់ឲ្យមានថ្មលីប៉ូណេតអញ្ចឹងទៅ ណាលីប៉ុន ហើយក៏មានបាទថ្មបាយក្រៀមដែរបាទបងប្អូននៅព័ទ្ធជុំវិញប្រាសាទហ្នឹងហៅថាថាវហ្នឹងក៏មានកសាងជាថ្មបាយក្រៀមដែរហើយក៏មានបាទជាអានេះគេហៅថាសសរពេជ្រហើយមានជាហោជាងមានផ្ដែដែលឆ្លាក់ជាក្បាច់បាទតំណាងឲ្យព្រះឥសូរបាទបងប្អូនពីប្រវត្តិព្រះឥសូរហើយវីដេអូមុនហ្នឹងគឺក្រុមការងារបានថតនៅលឹងព្រះឥសូរបាទនៅក្នុងប្រាសាទធំក៏មានលឹងព្រះឥសូរនៅក្នុងប្រាសាទខាងស្ដាំនេះក៏មានលឹងព្រះឥសូរអញ្ចឹងជាក់ស្ដែងប្រាសាទនេះកសាងឡើងគឺដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរតែម្ដងបាទតួយ៉ាងពីមួយសម័យកាលមកមួយសម័យកាលវាមានការប្រែប្រួលអញ្ចឹងហើយដល់ពេលសម័យកាលក្រោយអង្គរកន្លែងនេះទៅជាប្រែคล้ายទៅជាការគោរពតាមបែបពុទ្ធសាសនាវិញបាទមាននៅខាងក្នុងប្រាសាទធំគឺមានតម្កល់រូបបដិមាព្រះសមណគោតមដែរបាទមានប្រក់ក្បាលនេះអីចឹងបងប្អូនឃើញហើយមានព្រះឥសូរនៅជាប់ហ្នឹងបាទតាមសម័យកាលអញ្ចឹងទៅបាទអូខេឥឡូវក្រុមការងារយើងនឹងព្យាយាមនៅផ្ដិតទិដ្ឋភាពចែកជូនបងប្អូនទស្សនាជាបន្តទៀតបាទ
ก็มีการលក់ដូរបាយទឹកអីលើភ្នំនឹងដែរអញ្ចឹងបងប្អូនដែលមកទស្សនាក៏កាន់តែស្រួលណាមានមន់មានអីនៅក្រុមការងារ អូខេបងប្អូនអរគ្នានៅលើភ្នំអ៊ីសូបាទលើភ្នំជីសូបាទកាលពីមុនភ្នំអ៊ីសូភ្នំបារមីអ៊ីសូភ្នំសូរិយបរិពតអីចឹងទៅសម័យយើងនេះគេហៅភ្នំជីសូបាទហើយនៅលើភ្នំហ្នឹងគឺមានទីលក់ដូរកន្លែងញ៉ាំអីចឹងដែរអ្នកលក់ឲ្យខ្ញុំស្រស់មែនតើ ខ្ញុំសំសួរហងបង បាទបងប្អូនអាចឡើងមកលើភ្នំហើយអាចឃើញហ្នឹងអាចចូលញ៉ាំអីបានមានទេសចរមានបាយទឹកហាថ្ងៃត្រង់អីចឹងទៅបាទ ហ្នឹងហើយយើងមិនចាប់ពីប្រាសាទហ្នឹងហើយនឹងឡើងទៅកន្លែងព្រះអង្គថារូបធំរូបថារូបសំណាក់ធំតាក់ទងទៅនឹងរូបព្រះអង្គចូលបរិនិព្វានណាញៀបសួរបង ចាមានសួរ បាទបងអ្នកលក់នៅលើភ្នំជីសូ ចាបងអ្នកលើភ្នំ ហើយនៅលើហ្នឹងមានអីខ្លះបង មានពហិយ ពីហ្នឹងអាយុកាលប្រហែលឆ្នាំ ប្រហែលជា100ឆ្នាំជាង 10ឆ្នាំជាង ចា៎ ហើយមានប្រាសាទអីចឹង មានប្រាសាទមានប្រះជើងទៅពៀនទៅខាងនោះទៅកពូលើមានពហិយបកោបកែវពហិយសមាធិ ហើយមានស្រះ មានស្រះមួយចលិន ស្រះមួយចលិន ចាមួយចលិន អូអញ្ចឹងមានន័យថានៅលើនេះមានច្រើន ចាមានច្រើន មានតាំងពីប្រាសាទមានតាំងពីវត្តអារាមហើយវត្តអារាមហ្នឹងគឺជាវត្តចំណាស់ ចា ហើយមានពហិយមួយថាតាមអ្វីដែលបងលើកឡើងខ្ទង់100ឆ្នាំ100ឆ្នាំផ្លាយហើយ ចាហើយប្រះជើងទៅពៀន មានព្រះចូលនិព្វានមួយធ មាន ំ ចា ហើយមានកន្លែងពហិយ ពហិយប ព្រះ កោ គោ ប ប្រ កែ កែ វ វ ពហិយសមាធិ មានពហិយសមាធិទៀត ចា បាទហើយមានស្អីខាងក្រោម មាន ហើយ ប្រាសាទសាងនិវាំង សត្វ ឡងវាចូល អង្គវាចូលឡើងលើប្រាសាទហ្នឹង ចា អូអរគុណ ចា ហើយមានចៃដៃទៀត ហើយមានចាក់ដី មាន នេះចាយដីមានតែព្រោះ ចាក់ដីបុរាណនេះ ចាចាយដីយើងយូរហើយតាំងណាពហិយ អូចាក់ដីបុរាណ ចាលឺយាយខ្ញុំនិយាយគាត់ថាចាយដីហ្នឹងជាងអ្នកធ្វើពហិយហ្នឹងគាត់សុំលោកធ្វើចាយដីហ្នឹងទុកសម្រាប់ពីគាត់ មរណៈ មរណភាពចា បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងចាប់ផ្ដើមឡើងទៅលើភ្នំពីព្រោះបើតាមអ្នកលក់ដូរនៅទីនេះបានបញ្ជាក់ប្រាប់ថានៅលើភ្នំគឺមានព្រះពុទ្ធចូលបរិនិព្វានមានវិហារ គោប្រកែវ បកគោបកែវមានស្រះមួយចលិនជាដើមបាទអញ្ចឹងទីក្រុមការងារសុខភាពយូក៏ពំនាំបងប្អូនឡើងទៅលើភ្នំជាបន្តទៀតបងប្អូន ណែបងប្អូននៅលើភ្នំជីសូមានជាប្រាសាទហ្នឹងហើយមានជាប្រាសាទមានជាវត្តមានជាព្រះហិយចំណាស់តាមសាកសួរបងស្រីគេអ្នកលក់ហ្នឹងថាវិហារហ្នឹងវិហារនៅជិតប្រាសាទហ្នឹងគឺអាយុកាលខ្ទង់100ឆ្នាំដែរណែបងប្អូនទស្សនានេះគឺកន្លែងព្រះអង្គបរិនិព្វាននៅលើកំពូលភ្នំជីសូមានប្រវែង12ម៉ែត្របាទតាមប្រសាសន៍លោកតាហើយស្រស់ស្អាតមែនទែនមកតិចចូលមកតិចហ្នឹងមកវាយ12ម៉ែត្របាទដៃមកខ្ញុំទៅខាងនោះមកអូនេះស្រះមួយជាលីងហ្នឹងនេះស្រះមួយជាលីងហ្នឹង នៅបងប្អូននេះជាស្រះមួយចលិន ជាលិន បើតាមភាសាអ្នកលក់ចំណីអាហារនៅខាងក្រោមគឺ
ស្រះមួយជាលិនបាទ បាទហើយនៅកណ្ដាលស្រះគឺមានរូបព្រះបដិមា ព្រះអង្គប្រក់នេះ បាទព្រះអង្គប្រក់នេះនៅកណ្ដាលស្រះតែម្ដងហើយនោះតែមានចំត្រីដែរមកមានមាត់មានអីហ្នឹង ហើយយើងដាក់មកជុំទៅខាងនេះសិនណាបងប្អូននេះគឺជាស្រះមួយជាលិនដែលនៅលើកំពូលភ្នំភ្នំជីសូ លោកតានំពេញលោកតាបាទចង់ ប្រាសាទព្រះគូប្រកែវចឹងណា សត្វគោបកែវបងប្អូនចង់ទស្សនាប្រគោបកែវប្រាសាទ សំទោសប្រាសាទប្រគោបកែវឃើញនេះលើភ្នំជីសូនេះបងប្អូនគឺស្អាតលោកតាចំការទីនេះហើយយើងងាកពីប្រាសាទប្រគោបកែវឃើញភ្នំថ្មភ្នំ ធំ បាទ យើងហត់តិចដែរពីលើទៅបងប្អូនណា
បងប្អូនជាទីស្នេហាបាទមកឲ្យបានទស្សនានៅវីដេអូឃ្លីបពីក្រុមការងារស្រុកខ្មែរ View បាទមានអារម្មណ៍យ៉ាងណាដែរដែលបានផ្ដិតទស្សនភាពនៅលើភ្នំជីសូរបាទហើយបញ្ជាក់ឡើងវិញនៅលើភ្នំជីសូរគឺមានប្រវត្តិដ៏យូរលង់ណាស់មកហើយជាភ្នំមួយដែលកសាងប្រាសាទតាំងពីសតវត្សទី11បាទហើយបញ្ជាក់ឡើងវិញនៅលើភ្នំនោះគឺមានវត្តបាទវត្តករីសោភ័ណ្ឌប្រាសាទភ្នំជីសូរហើយខាងលើភ្នំមានព្រះអង្គចូលបរិនិព្វានមានប្រាសាទពពូបកែវហើយនឹងស្រះទឹកមួយចលិនដែលព្រះអង្គតាំងសមាធិហើយតើតោះជាមួយប្រាសាទបញ្ជាក់ឡើងវិញថាជាប្រាសាទមួយកសាងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី1កំឡុងឆ្នាំ1200ដល់1050ប៉ុន្តែប្រាសាទហ្នឹងកសាងឡើងក្នុងឆ្នាំ1010ដល់1012បាទជាប្រាសាទមួយដែលមានចំណាស់1000ឆ្នាំហើយបងប្អូន1000ឆ្នាំជាងហើយបាទហើយវាតាមរយៈវីដេអូបងប្អូនបានឃើញហើយប្រាសាទគឺមានលក្ខណៈមួយពិសេសមែនទែនដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរបាទជាក់ស្ដែងការសម័យមុនហ្នឹងកសាងឡើងដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរហើយមានលិង្គព្រះឥសូរនៅខាងក្នុងនោះជាដើមចឹងទៅហើយក្រោយសម័យអង្គរមកគឺប្រាសាទហ្នឹងក៏មានការកែប្រែទៅជាការគោរពតាមបែបពុទ្ធសាសនាវិញបាទបងប្អូនបានដឹងហើយខាងក្រុមការងារបានរៀបរាប់ពីប្រវត្តិមួយចំនួនទាក់ទងជាមួយនឹងប្រាសាទភ្នំជីសូរនៅលើភ្នំជីសូរហើយប្រាសាទហ្នឹងមានឈ្មោះច្រើនណាស់បញ្ជាក់ឡើងវិញពីដំបូងឡើយមានឈ្មោះថាសូរ្យមរពតហើយក្រោយមកប្រាសាទព្រះឥសូរប្រាសាទបារមីឥសូរប្រាសាទភ្នំជីសូរជាដើមបាទមានឈ្មោះច្រើនមែនទែនវិវត្តទៅតាមសម័យកាលមួយបាទហើយក្រុមការងារក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅវីដេអូឃ្លីបពីក្រុមការងារស្រុកខ្មែរ View ហើយឃ្លីបនេះតាក់ទងជាមួយនឹងប្រវត្តិដ៏សំខាន់ពីភ្នំជីសូរតែម្ដងដែលមានប្រាសាទមានឈ្មោះច្រើនប៉ុន្តែឥឡូវហ្នឹងតួទាំងមូលនៃប្រាសាទហ្នឹងគេហៅថាប្រាសាទភ្នំជីសូរតែម្ដងហើយអរគុណច្រើនសម្រាប់បងប្អូនដែលទស្សនានៅវីដេអូឃ្លីបនេះហើយក្រុមការងារស្រុកខ្មែរ View សូមឲ្យបងប្អូនទាំងអស់គ្នាចូលរួម Subscribe នៅ Channel ស្រុកខ្មែរ View ក៏ដូចជា Page ស្រុកខ្មែរ View ដើម្បីជាកម្លាំងចិត្តដល់ក្រុមការងារស្រុកខ្មែរ View នៅក្នុងការផ្ដិតយកទេសភាពតាក់ទងជាមួយស្រុកខ្មែរតាក់ទងជាមួយប្រវត្តិសាស្ត្រក៏ដូចជាប្រវត្តិវត្តចំណាស់ផ្សេងហើយអធិស្ឋានចំពោះការប្រើពាក្យពេចន៍ដែលមិនសមរម្យឬក៏ពាក្យពេចន៍ណាដែលឆ្កងពីព្រោះធម្មតាពាក្យសម្ដីយើងវាតែតែមានការលើសលួសខ្វះខាតវាអត់ដូចកាត់អាឡឹកទេកាត់អាឡឹកគឺត្រឹមស្មើពាក្យសម្ដីយើងគឺអាចវាមានការខ្វះខាតឬក៏កន្លែងខ្លះមិនច្បាស់ឬក៏យ៉ាងណាអញ្ចឹងសូមអធិស្ឋានពីសំណាក់បងប្អូនទាំងអស់គ្នាហើយសូមជូនពរបងប្អូនទាំងអស់គ្នាជួបប្រទះតែសេចក្តីសុខសុភមង្គលទាំងក្រុមគ្រួសារប្រកបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លាឡើយសម្រាប់ពេលនេះក្រុមការងារស្រុកខ្មែរ View សូមអរគុណសូមជម្រាបលា